អាយុដំមិនដិតអូស្មានហាសាន់ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសចែកអំណោយកញ្ចប់អាហារស្រែកបួសខែរ៉ាម៉ាដនចំនួន500កញ្ចប់ជាព្រះរាជអំណោយរបស់ព្រះចៅសាលម៉ានព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីតជូនដល់ប្រជាពលរដ្ឋអ៊ីស្លាមក្នុងខេត្តតាកែវអាយុដំមិនដិតអូស្មានហាសាន់ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលនិងចែកកញ្ចប់អាហារស្រែកបួសខែរ៉ាម៉ាដនចំនួន500កញ្ចប់ជូនដល់បងប្អូនសាសនិកអ៊ីស្លាមមកពីតាមបណ្ដាភូមិអ៊ីស្លាមនានាក្នុងភូមិសាស្ត្រខេត្តតាកែវជាព្រះរាជអំណោយទទួលបានពីមជ្ឈមណ្ឌលព្រះចៅសាលម៉ានដើម្បីជំនួយសង្គ្រោះនិងការងារមនុស្សធម៌ KSO Elite ដែលសម្រាប់ឆ្នាំ2026នេះផ្ដល់ជូនចំនួន8850កញ្ចប់ដល់កម្ពុជាសម្រាប់ចែកជូនសាសនិកអ៊ីស្លាមនៅតាមបណ្ដារាជធានីខេត្តនានាពិធីចែកកញ្ចប់អាហាររ៉ាម៉ាដននេះប្រារព្ធធ្វើឡើងនៅភូមិចុងថ្នល់សង្កាត់បារាយក្រុងដូនកាខេត្តតាកែវក្រោមវត្តមានដ៏ខ្ពង់ខ្ពស់អាយុដំបណ្ឌិតអូស្មានហាសាន់ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសអាយុដំវីសំណាងអភិបាលនៃគណៈអភិបាលខេត្តតាកែវព្រះឧបាលិកវង្សកែវសវណ្ណព្រះរាជាគណៈថ្នាក់ត្រីនិងជាព្រះមង្គលទេពលោករៀងសីព្រះមេគុណគណៈមហានិកាយខេត្តតាកែវព្រះវីរៈវង្សាចារ្យជ្រិនព្រះរាជាគណៈថ្នាក់ត្រីនិងជាព្រះរស្មីធម្មមរតកព្រះមេគុណគណៈធម្មយុតិកនិកាយខេត្តតាកែវព្រះញៀនសោភ័ណ្ឌយន្តវាសនាព្រះរាជាគណៈថ្នាក់កិត្តិយសនិងជាព្រះមង្គលទេពលោកមុនីព្រះបាឡាត់គុណខេត្តតាកែវអាយុដំលោកជំទាវជាសមាជិកប្រសិទ្ធិរដ្ឋសភារាជរដ្ឋាភិបាលអភិបាលរងខេត្តអភិបាលរងស្រុកមន្ត្រីរាជការនិងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀតមានមតិស្វាគមន៍គណៈអធិបតីអាយុដំវីសំណាងអភិបាលនៃគណៈអភិបាលខេត្តតាកែវបានឡើងរាយការណ៍ជូនគណៈអធិបតីអំពីស្ថានភាពភូមិសាស្ត្រសេដ្ឋកិច្ចពាណិជ្ជកម្មកសិកម្មឧស្សាហកម្មនិងអត្រាចំណូលជាមធ្យមរបស់ប្រជាពលរដ្ឋក្នុងខេត្តតាកែវទាំងមូលអាយុដំបានបន្តទៀតថាក្រោមលុបសន្តិភាពយើងរស់នៅជាមួយគ្នាដោយគ្មានការរើសអើងជាតិសាសនាឬពរសម្បុរអ្វីឡើយអាយុដំអភិបាលខេត្តក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាយុដំបណ្ឌិតអូស្មានហាសាន់ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសក្រុមការងារទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃចុះមកចែកអំណោយជូនដល់ប្រជាពលរដ្ឋនៅទីនេះអាយុដំក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ព្រះចៅសាលម៉ានព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតដូចជាមជ្ឈមណ្ឌលសង្គ្រោះនិងមនុស្សធម៌ស្ដេចសាលម៉ានម្ចាស់ជំនួយដែលអំណោយទាំងនេះគឺជាសក្ខីភាពនៃចំណងទំនាក់ទំនងសាមគ្គីភាពដ៏រឹងមាំរវាងរាជរដ្ឋាភិបាលកម្ពុជានិងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតមានមតិសំណេះសំណាលអាយុដំទេសរដ្ឋមន្ត្រីអូស្មានហាសាន់បានមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចទាំងទ្វេគឺសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានធានានៅសុខដុមរមនារវាងជាតិសាសន៍និងសាសនានៅកម្ពុជាក៏គ្មានការរើសអើងគ្មានការប្រកាន់ពូជសាសន៍និងសាសនានោះទេលើសពីនេះទៅទៀតរាជរដ្ឋាភិបាលកម្ពុជាតែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់និងតម្រូវការជូនដល់សហគមន៍អ៊ីស្លាមកម្ពុជាផងដែរមិនតែប៉ុណ្ណោះសហគមន៍អ៊ីស្លាមក៏ត្រូវបានរាជរដ្ឋាភិបាលផ្ដល់សិទ្ធិនិងបើកឲ្យទទួលជំនួយពីបរទេសដើម្បីអភិវឌ្ឍសហគមន៍អ៊ីស្លាមជារៀងរហូតមកអាយុដំទេសរដ្ឋមន្ត្រីបានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះព្រះចៅសាលម៉ានព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតក៏ដូចជាមជ្ឈមណ្ឌលសង្គ្រោះនិងមនុស្សធម៌ស្ដេចសាលម៉ានបានផ្ដល់ជំនួយសប្បុរសធម៌មកកាន់សហគមន៍មូស្លីមកម្ពុជាជារៀងរាល់ឆ្នាំផងដែរហើយឧត្តមទេសរដ្ឋមន្ត្រីបានបន្តទៀតថារាជរដ្ឋាភិបាលកម្ពុជាដែលតែងតែយកចិត្តទុកដាក់ចំពោះសហគមន៍អ៊ីស្លាមតាមរយៈការអនុញ្ញាតឲ្យបងប្អូនមូស្លីមអនុវត្តសាសនាដោយសេរីស្របតាមរដ្ឋធម្មនុញ្ញផ្ដល់ឱកាសឲ្យថ្នាក់ដឹកនាំនិងបងប្អូនអ៊ីស្លាមចូលរួមក្នុងរដ្ឋបាលនិងស្ថាប័នរដ្ឋអនុញ្ញាតឲ្យមានតំណាងសហគមន៍អ៊ីស្លាមក្នុងសភានិងមុខតំណែងសាធារណៈផ្សេងៗអាយុដំទេសរដ្ឋមន្ត្រីបានបន្ថែមទៀតថារាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ផ្ដល់ក្របខ័ណ្ឌជូនដល់គ្រូបង្រៀនអ៊ីស្លាមមូលដ្ឋាន1500នាក់ផ្ដោតលើការទទួលស្គាល់តួនាទីសំខាន់ក្នុងសហគមន៍ការផ្ដល់ប្រាក់ឧបត្ថម្ភវិវត្តនិងការបណ្ដុះបណ្ដាលដើម្បីលើកកម្ពស់គុណភាពអប់រំនិងពង្រឹងសាមគ្គីភាពជាតិសាសនាអ៊ីស្លាមបានបង្រៀនសាសនិកឲ្យមានសីលធម៌ដឹងគុណចំ
ចំពោះថ្នាក់ដឹកនាំប្រទេសនិងគោរពចំពោះអ្នកដែលបានធ្វើអំពើល្អនិងជួយគាំទ្រសហគមន៍ក្នុងគោលការណ៍អ៊ីស្លាមការដឹងគុណមិនត្រឹមតែចំពោះព្រះអាឡោះប៉ុណ្ណោះទេប៉ុន្តែរួមទាំងចំពោះមនុស្សដែលជួយគាំទ្រឬសង្គ្រោះយើងផងដែរឯកឧត្តមបញ្ជាក់ផងដែរថាដោយសារស្ថានភាពស្រុកទេសជួបប្រទះនៅបញ្ហាសង្គ្រាមឈ្លានពានដែលមិនដោយព្រំដែនកម្ពុជាថៃបន្សល់ទុកនៅបញ្ហាដែលត្រូវដោះស្រាយជាច្រើនជាពិសេសគឺជនភៀសសឹកមួយចំនួននៅមិនទាន់បានត្រឡប់ទៅគេហដ្ឋានវិញនៅឡើយដូច្នេះការជួបជុំគ្នាប្រារព្ធពិធីអាហារស្រែកបួសថ្នាក់ជាតិសម្រាប់ឆ្នាំនេះបានលើកពេលទៅឆ្នាំក្រោយបញ្ជាក់ផងដែរថាកញ្ចប់អាហារនីមួយៗខាងលើមានគ្រឿងឧបភោគបរិភោគមួយចំនួនដូចជាអង្ករ25គីឡូដូមី1កេសប្រេងឆា2លីត្រស្ករស2គីឡូអំបិល1គីឡូត្រីខ10កំប៉ុងទឹកត្រី3ដបនិងទឹកស៊ីអ៊ីវ3ដប